នឹងឯសួស្តីគ្នាយើងទាំងអស់គ្នាសម្រាប់គ្នាយើងដែលចង់ deposit និង withdraw ដាក់លុយនិងដកលុយជំហានដំបូងបងប្អូនចូលកន្លែង trade 3បងប្អូនរកពាក្យ fund ណាយើងគ្រាន់តែចុចទៅលើនឹងមកយើងឃើញពាក្យ deposit និង withdraw ហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ deposit យើងចូលពាក្យ deposit ហើយយើងយកពាក្យនេះបន្ទាប់មកនេះឧទាហរណ៍ account ណាដែលយើងចង់ deposit ឧទាហរណ៍បងប្អូនចង់ deposit នៅ account កតុយ55ហ្នឹងហើយបងប្អូនចុចទៅលើកន្លែងបន្ទាត់នេះមកវា load ពាក្យ Cambodia FA Bank យើងគ្រាន់ចូលកន្លែង Cambodia FA Bank ហ្នឹងមកហើយយើងចង់ deposit ចំនួនប្រហែលឧទាហរណ៍ចង់ deposit ចំនួនទឹកប្រាក់$30ចុះអញ្ចឹងបើសិនជា account sen វាឃើញ$3000 sen បើសិន account $30 $30អញ្ចឹងទៅណាហើយយើង screenshot QR code របស់ broker មករបស់ក្រុមហ៊ុនមកបន្ទាប់មកយើងថតវិក័យប័ណ្ណដែលយើងបាញ់លុយទៅមិញហើយយើងដាក់វិក័យប័ណ្ណនៅក្នុងនេះអានេះគឺជារូបដែលយើងជ្រើសរើសទៅដាក់ដែលយើង screenshot វិក័យប័ណ្ណមិញណាហ្នឹងហើយបន្ទាប់មកយើងជួយ submit មកជាការស្រេចហ្នឹងហើយជំហានទី2ទៅលើការដកដាក់លុយឬក៏ withdraw យើងចូលពាក្យ withdraw យើងរើសពាក្យនឹងដដែលហើយយើងចុចយើងរកកន្លែង account ដែលយើងមានលុយឧទាហរណ៍ account កតុយ55វិញយើងមានលុយណាយើងមានលុយ$30ចុះហើយបន្ទាប់មកយើងយក Cambodia FA Bank ដូចគ្នាបន្ទាប់មកអានេះសម្រាប់គ្នាយើងដែលចង់ដកចំនួនប្រមាណឧទាហរណ៍ថាដក$30អញ្ចឹងបើសិនជា account sen នោះត្រាដល់យើងយើងវាយ$3000 sen ទៅចេញ$30 $3000 sen ស្មើនឹង$30 $1000 sen ស្មើនឹង$10ហ្នឹងសម្រាប់គ្នាយើងដែល trade account sen តែបើ account $យើងដាក់$30គឺ$30ហើយហ្នឹងហើយយើងចូលកន្លែងនេះមកយើងចុចឲ្យកន្លែងព្រួយបាញ់ទៅក្រោមហ្នឹងមកបន្ទាប់មកនេះយើងឃើញ FA Bank របស់យើងហើយណាយើងឃើញកុងធនាគាររបស់យើងហើយអញ្ចឹងកុងធនាគាររបស់យើងចូលកន្លែងហ្នឹងមកឧទាហរណ៍ឈ្មោះរបស់យើងណាយើងមើលទៅបើសិនជាមានឧទាហរណ៍ថាអូត្រូវឈ្មោះរបស់យើងហើយយើងចុចកន្លែងហ្នឹងមកហើយយើងចុច submit ជាការស្រេច5នាទីក្រោយលុយនឹងលោតចូលកុងរបស់បងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូន